ចាយើងអំពីលនាវឲ្យគាត់ពីស្រុកថៃមកខ្ញុំបោះដៃខាងមកដល់អ្នកជំនាញខាងណាខ្ញុំយកខាងហ្នឹងអ្នកជំនាញដល់សាច់ខ្ញុំយកដល់សាច់អ្នកជំនាញខាងប្រហិតខ្ញុំយកប្រហិតចាឲ្យតែបងប្អូនយើងចាក់ចេញពីស្រុកគេមកស្រុកយើងចូលកន្លែងក្រសួងការងារប្រាប់មកក្រុមហ៊ុនខ្ញុំទៅទទួលមកធ្វើការព្រៀងបងស្រីមានដឹងខ្លួនឯងទេតើអាជីវកម្មនិងសិប្បកម្មនិងសហគ្រាសនឹងតើជួយលើកតម្កើងជួយជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងសហគមន៍ក៏ដូចជាចូលរួមសង្គមជួយសង្គមក៏ដូចជាប្រទេសជាតិយើងយ៉ាងណាខ្លះទៅចាខ្ញុំសប្តាហ៍នេះខ្ញុំក៏សប្បាយចិត្តដែរខ្ញុំអំពីលនាវឲ្យស្ត្រីគ្រប់គ្នាដូចខ្ញុំអញ្ចឹងខ្ញុំក៏ជាសហគ្រិនស្ត្រីដែរអញ្ចឹងខ្ញុំចង់ឲ្យស្ត្រីយើងហ្នឹងរឹងមាំងើបឡើងខំប្រឹងឡើងការងារអីក៏យើងធ្វើបានដែរចាព្រោះថាស្រុកយើងគឺសម្បូរណាស់វត្ថុធាតុដើមហើយកម្លាំងពលកម្មបងប្អូនយើងក៏គាត់សម្បូរជួយយើងដែរថ្ងៃគាត់ឈប់ចំណាក់ស្រុកហើយចាយើងអំពីលនាវឲ្យគាត់ពីស្រុកថៃមកខ្ញុំបោះដៃខាងមកដល់អ្នកជំនាញខាងណាខ្ញុំយកខាងហ្នឹងអ្នកជំនាញដល់សាច់ខ្ញុំយកដល់សាច់អ្នកជំនាញខាងប្រហិតខ្ញុំយកប្រហិតចាឲ្យតែបងប្អូនយើងចាក់ចេញពីស្រុកគេមកស្រុកយើងចូលកន្លែងក្រសួងការងារប្រាប់មកក្រុមហ៊ុនខ្ញុំទៅទទួលមកធ្វើការព្រៀងចាដោយបងស្រីនេះទៅទុំសិលមកពីថៃទាំងអស់មែនទេឡើងទៅវិញហ៎ហ្មងឡើងហ៎នៅនេះស្រួលហ៎បានប្រាក់ស្នួលប្រាក់អីគួរសមណាស់ណាបាទហូបចុកហ្វ្រីឆ្នាំសង្កូវកូនរៀនទៀតមែនទេអូអរគុណបងស្រីមែនទេដែលបានចូលរួមចំណែកលើកស្ទួយវិស័យការងារនៅក្នុងប្រទេសកម្ពុជាផងក៏ដូចជាចូលរួមជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងសហគមន៍ក៏ដូចជាសង្គមក៏ដូចជាជាតិយើងទាំងមូលផងដែរបាទមួយថ្ងៃបងស្រីផលិតចេញប្រមាណតោនណាជារួមដោយសាច់ក្រកដោយអីនិយាយជារួមទៅអាចបើយើងផលិតសរុបទាំងអស់ទាំងសាច់ក្រកទាំងត្រីងៀតទាំងសាច់ងៀតទាំងសាច់ក្រកតូចសាច់ចកាអីគឺមួយថ្ងៃ10តោន10តោនចា10តោនទាំងត្រីទាំងអីទាំងអស់ហើយនឹងផ្គត់ផ្គង់លើទីផ្សារមិនគ្រប់ផងឬក៏អត់គ្រប់ទេបងចាមួយថ្ងៃបើតាមតែគ្រប់វិញ50តោនក៏អត់គ្រប់ដែរខ្ញុំកំពុងតែធ្វើរោងចក្រថែមខាងក្រោយទៀតដើម្បីឲ្យប្រជាជនយើងមានការងារធ្វើហើយយើងកំពុងតែរៀបចំម៉ាស៊ីនស្តង់ដារយើងជន់ជាមួយនឹងខាងម៉ាស៊ីននៅខាងកូរ៉េគេដឹកមកគឺគេចេញ50គេចេញច្បាប់ឲ្យយើងបាទជាចុងក្រោយបងស្រីនេះអ្វីចង់បន្ថែមទៀតទេជាមួយការផលិតក៏ដូចជាអីអស់ហ្នឹងហើយមានបំណងចង់នាំចេញទៅក្រៅប្រទេសអីបានកាន់តែច្រើនថែមទៀតទេបាទចុងក្រោយបាទសូមអញ្ជើញជាចុងក្រោយហ្នឹងនាងខ្ញុំនៅតែចង់ផលិតបន្តទៅទៀតពាក់ព័ន្ធជាមួយនឹងអាហារឆ្អិនស្រាច់ចាយើងហែកមកភ្លាមយើងញ៉ាំភ្លាមដោយសារបងប្អូនយើងសប្ងាយគាត់រវល់ច្រើនចាអញ្ចឹងយើងរកវិធីបែបណាយុទ្ធសាស្ត្របែបណាដើម្បីឲ្យគាត់ងាយគាត់ងាយហូបទី1ទី2ប្រាក់ដើមផងគាត់ដែលគាត់យកមកទិញញ៉ាំហ្នឹងឲ្យធូរថ្លៃជាងរបស់ដែលគេនាំចូលមកឲ្យគាត់ហូបចារាល់ថ្ងៃខ្ញុំផ្ដោតទៅលើបងប្អូនយើងនៅតាមផ្សារតូចៗចាហើយនៅតាមបងប្អូនយើងធ្វើការនៅតាមរោងចក្រផ្សេងៗហ្នឹងគឺផលិតផលយើងចូលពេញជ្រាបអស់គឺយើងផ្ដោតទៅលើខាងពួកគាត់ខាងស្រែចម្ការហ្នឹងគឺគាត់ហែកតែមកកញ្ចប់ទៅគាត់ស្ពាយតាំងរ៉េទៅគឺគាត់ញ៉ាំបានហើយគាត់អត់ពិបាកទៅចំអិននេះគាត់ហែកមកភ្លាមហូបបានភ្លាមគឺយើងព្យាយាមបាទវាឆ្អិនរួចរាល់ដើម្បីញ៉ាំរួចទៅហើយចាជាឆ្អិនហើយស្រេចចាអញ្ចឹងយើងធ្វើបែបហ្នឹងគឺយើងព្យាយាមធ្វើអញ្ចឹងដើម្បីឲ្យបងប្អូនយើងកាន់តែងាយស្រួល